សូមជូនដើមកំណើតអង្គរភាគបន្តពីពណ៌នាប្រាសាទអង្គរវត្តស្ថិតនៅលើទីតាំងដ៏ប្រសើរជាងពូប្រាសាទនានាហើយដាច់ឆ្ងាយពីព្រៃព្រឹក្សាលតាវរដោយមានស្រះបូកខណីពិតពីក្រៅដែលជាហេតុញ៉ាំងឲ្យប្រាសាទនេះប្រះផុតពីគ្រោះកាចអន្តរាយដែលកើតឡើងពីការរុករានទន្ទ្រាននៃរុក្ខជាតិធំនានាប្រាសាទនេះស្ថិតនៅជាបូជនីយដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរគ្រប់កាលវេលានៅក្នុងបរិវេណប្រាសាទមានវត្ថុជាច្រើនដែលស្ថាបនាឡើងតាំងពីយុគនៃព្រះពុទ្ធសាសនាបែបហេនយានចាប់ក៏កើតមានឡើងម្លេះអារាមទាំងនេះកាលជំនិនដើមសង់នៅលើដីលៀនធំមួយផ្នែកមុខប្រាសាទហើយក្រោយមកគេបានរំកិលបង្ខិតទៅនៅចំហៀងបន្តិចដើម្បីកុំអោយខូចនៅនេត្រាទស្សនៈរបស់ប្រាសាទក្នុងការរៀបចំប្រាសាទនេះគេបានបំពេញបេសកកម្មក្នុងកិច្ចប្រតិបត្តិការចាប់គឹះឆ្កាព្រៃលតាវររុញច្រានពងរៀបដៃទាំងគំនោជាច្រើនមេត្រីគុណដើម្បីរកវិធីដោះស្រាយធ្វើយ៉ាងដូចម្ដេចឲ្យប្រាសាទបានជិបមឹមទឹមជាយូរអង្វែងហើយនឹងការរៀបចំធ្វើដាក់ឲ្យមានសណ្ដាប់ធ្នាប់ឡើងវិញនៅទ្រូងថ្នល់ដែលចូលទៅកាន់ប្រាសាទអង្គរវត្តជាវិមានមួយដែលអាចចូលទៅប្រៀបធៀបអរិយវត្ថុដែលមនុស្សប្រឌិតដ៏ធំល្អជាងទីក្នុងសកលលោកដោយប្រាសាទនេះមានលក្ខណៈធំទូលាយនៅគង់វង្សល្អជាងវិមានទាំងឡាយជាពិសេសដោយមានលក្ខណៈនៃថាវរភាពស្ថាបត្យកម្មល្អឆើតផ្ដាច់គេទាំងអស់ម្យ៉ាងទៀតប្រាសាទអង្គរវត្តអាចចាត់ទុកជាសិល្បៈតាភិវុឌ្ឍិដោយសំអាងទៅលើຂ្នាតផែនទីសម្អិតសម្អាងត្រឹមត្រូវសមសួនក្រៃលែងទៅលើសមាមាត្រដែលមានសុខដុមរមនានិងការបរិសុទ្ធនៃរេខាស្ថាបត្យកម្មយ៉ាងកំប្រដែលខ្មែរយើងពុំសូវបានជួបប្រទេសផងឡើយភាពពិបាកសំញាំស្មុគស្មាញនៃសិល្បៈវិស័យនៃការឆ្លាក់ប្រកបនៅភាពរហ័សយ៉ាងចំណានដែលមានវិស័យហាក់ដូចជាមិនបានផ្ចិតផ្ចង់ទេទាំងអស់នេះអាចចាត់ទុកជាទីស្ញើសរសើរក្រៃពេកណាស់ព្រះវិហារអង្គរវត្តអាស្រ័យទៅលើអក្សទាំងឡាយដែលកើតមានឡើងអាចទុកជាវិមានមួយប្រកបដោយការទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងទស្សនៈទានឡាតាំងដែលសំអាងទៅលើឯកភាពនិងសណ្ដាប់ធ្នាប់បុរាណដែលកើតមកពីសម្បមានអាស្រ័យហេតុដូច្នេះប្រាសាទអង្គរវត្តសឲ្យឃើញនៅថ្វីដៃនៃពហុភាពនៃព្រះលានុភាពនិងវិចារណញ្ញាណរបស់ខ្មែរយើងសម័យបុរាណចាប់តាំងពីគ.ស. 1866មកលោកថុំសុនជាតិអង់គ្លេសបានសង្កេតឃើញថាប្រាសាទអង្គរវត្តជានិមិត្តរូបនៃភ្នំព្រះសុមេរុដែលជាមជ្ឈមណ្ឌលនៃសកលទ្វីបអ្នកស្រីកូរ៉ាល់មេរុសបានបញ្ជាក់ស្របនឹងលោកថុំសុនថាមណ្ឌលទាំង7នៃប្រាសាទកណ្ដាលមានលក្ខណៈដូចគ្នានឹងមណ្ឌលទាំង7នៃផ្ទាំងសិលាខ្ពស់នៃភ្នំព្រះសុមេរុរានហាលទាំង3នៃប្រាសាទដូចគ្នានឹងឋានទាំង3ចិននៃដីទឹកភ្លើងខ្យល់ហើយនៅឋានទាំង3នេះមានភ្នំព្រះសុមេរុហើយទីបំផុតស្រះដែលពេញទៅដោយទឹកមានលក្ខណៈដូចគ្នានឹងមហាសមុទ្រចំពោះផែនទីអង្គរវត្តសឹងមានការដោះស្រាយជាមជ្ឈត្តកភាពបញ្ចូលនៅរូបមន្តនៃសាជីជ្រុងប្រកបទៅដោយថ្នាក់ហើយនឹងព្រះវិហារនៅស្មើគ្នាដែលផ្សំគ្នាជាអារាមសន្ធឹងបណ្ដោយទៅតាមទ្វារអខាងកើតនិងខាងលិចដូច្នេះប្រាសាទអង្គរវត្តជាសាជី3ចិនដែលនៅចិននីមួយមានកំណត់ព្រំដែននិងរោងថែវទាំងឡាយដែលមានទ្វារធំ4ហើយនឹងមណ្ឌលមុំលៀនខាងលើមានរាង4ជ្រុងស្មើផ្សំបង្កើតជាប្រាសាទបញ្ចសូលគឺមានបន្ទប់មួយខ្ពស់នៅកណ្ដាល4ទៀតនៅខាងមុខទាំង4មាន2ទៀតសហនាភី2ខាងមុខទាំង3នៃលៀនមានសន្តានត្រង់ទ្រាយរាង4ជ្រុងទ្រវែងបណ្ដោយទៅទិសខាងលិចលៀនទាំង2ដែលមានសន្តានដូច្នេះបើតាមការយល់គឺដើម្បីទុកសម្រាប់ស្ថាបនានៅចិនទី2នៅប្រាសាទ
បណ្ណាល័យនៅចិនទី1មានអគារ2ទៀតរាងជាប្រាសាទនៅអមអារាមដែលខ្វែងគ្នាជាកាកបាទដោយថែវទាំងឡាយ